ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាអាចរាប់ថាជាពុទ្ធានុសារណកិច្ចដ៏សំខាន់សម្រាប់រលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូជាម្ចាស់នាថ្ងៃពេញបូរមីគឺថ្ងៃ15កើតខែពិសាខដែលពុទ្ធសាសនិកទាំងគ្រហស្ថនិងបព្វជិតតែងធ្វើសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរថ្ងៃវិសាខបូជាជាថ្ងៃដែលរំលឹកដល់ហេតុការណ៍អស្ចារ្យទាំង3យ៉ាងកើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលមានន័យថាថ្ងៃនេះពុទ្ធសាសនិកនៅទូទាំងពិភពលោកនាំគ្នារំលឹកដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តាការដែលប្រារព្ធពិធីបូជានាថ្ងៃ15កើតខែពិសាខនេះអាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពុទ្ធថាជាមហាមង្គលអភិលក្ខតកាលគឺជាថ្ងៃមហាមង្គលត្រូវនៅថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទី1ព្រះអង្គទ្រង់ប្រសូតចាកពីព្រះបន្ទោព្រះបិតាក្រោមដើមសាលព្រឹកដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រទី15កើតខែពិសាខឆ្នាំចមុនពុទ្ធសករាជ80ឆ្នាំទី2ថ្ងៃព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណក្រោយពីព្រះអង្គបានចេញសាងព្រះភ្នួសបានចំនួន6ព្រះវស្សាស្ថិតក្នុងព្រះជន្ម35ព្រះវស្សាព្រះសមណសិទ្ធត្ថៈបានប្រព្រឹត្តនៅតបធរហើយប្រព្រឹត្តនៅទុក្ករកិរិយាមកព្រះអង្គបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណស្ថិតក្នុងថ្ងៃពុធពេញបូរមី15កើតខែវិសាខឆ្នាំរកាវេលាព្រឹកព្រៀងទេភ្លឺក្នុងគម្រប់ព្រះជន្ម35ឆ្នាំនៅឯពុទ្ធគយានិងទី3ជាថ្ងៃដែលព្រះអង្គយាងចូលព្រះបរមបរិនិព្វានក្រោយអំពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល45ព្រះវស្សារហូតដល់ព្រះជន្មបាន80ព្រះវស្សាព្រះអង្គក៏ចូលបរិនិព្វាននៅត្រង់រំលត់ព្រះខ័នចូលកាន់ព្រះបរិនិព្វានដោយអនុបាទិសេសនិព្វានក្នុងថ្ងៃអង្គារពេញបូរមី15កើតខែវិសាខឆ្នាំអសញ្ញវេលារាត្រី7ភ្លឺក្នុងព្រះជន្មគម្រប់80ឆ្នាំគត់និងមុនពុទ្ធសករាជ1ថ្ងៃគត់ព្រះអង្គបរិនិព្វានក្នុងសាលវត្តឧទ្យានចន្លោះដើមរាំងទាំងគូក្បែរនគរកុសិនារាម្យ៉ាងទៀតការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រីអាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាងគឺទី1ដើម្បីនឹងបានឱកាសឲ្យគ្រឿងប្រទីបជ្វេលាបូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាច្រាចៅផងនិងម្យ៉ាងទៀតដើម្បីបើកឱកាសឲ្យពុទ្ធបរិស័ទបានជួបជុំគ្នាដោយច្រើនកកទាំងប្រុសទាំងស្រីអាចបំពេញនៅបុណ្យកុសលកម្មមួយនេះដោយសេចក្តីសប្បាយរីករាយទៅហោងសូមអនុស្រន់ល្អភាវលឿងក្រហមព្រមទាំងពោសហងស្បាននឹងពោដល់លឺភ្លេងប្រទេតូចហងបានស្មាំងស្មាគមជំនុំគ្នាច្រើនអាព្រមយករាំងស្មីព្រះគុណគួរទេសូមឲ្យជាសានបានសេចក្តីទុំត្រូវដែលមកហើយនៅទីសូមឲ្យជាសានបានភ័យទៅដែលហើយសេចក្តីសោកវិសាខបនមីគូឲ្យជ្រះថ្លាថ្ងៃព្រះសាសនាសម្មាសម្ពុទ្ធប្រសូនចាគោស្អាតបរិសុទ្ធវិសេងបំផុតនៅក្នុងលោកកាវិសាខបនមីពុទ្ធត្រង់ប្រាក់ទី3ប្រាក់កម្ពុជាក៏ត្រូវដឹងថាសុសិទ្ធជាពុទ្ធត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ប្រឹងប្រែងឲ្យឡើងក្រុមគ្នាសូមសាសនាពុទ្ធអង្គតាមពុទ្ធរំលឹកពីសំណាញ់ហើយមានជ័យជោគស្័យពេញលោកខាងដោយគុណជ្រះថ្លាចិត្តស្នេហាគោរពធោជាចំពោះព្រះធម៌ដល់យ៉ាងមនុស្សទេវតាស្នេហារំប្រានប្រាថ្នា
ឡើងច្បាស់ទាំងអស់ ខាងព្រះជននីកុំរជីវីជាស្វាយទៅអូសោឲ្យទៀនបំរិសោគុណមិនបានចុចវាឆ្អិនចៅត្រូវរាបណ្ដេញងិនឲ្យទៅព្រមទាំងកូនចៅជាថាចាំបរិភោគណាជីវិតមានណារួវិញថ្មីពេលបុណ្យរីកាជាទុនសាឲ្យទៀនពងស្រាយជីវិតថ្មីលោតចូលរងភ្លើងមុខថាវិញឲ្យជាចំនៃអរណាណាជាប្រពន្ធជាមកគុំត្រៃភពក្នុងលោកកាពោទាំង5មួយនេះសោណាឡាយកាជាចំពនរាសីពេលក្នុងលោកគេសំមន់យកពណ៌នេះកាន់ជាសែងក្រីទុំសាសនាព្រះជនមកស្រីពីពេញផែនដីឯខុសទីយើងខ្ញុំរងគ្នាសូមគុំវណ្ណទាចំពុំទុំសាសនាសូមមានអង្គឆ្នាំនារីសូមត្រូវនានីក្នុងភពបីសូមឲ្យយើងខ្ញុំប្រញាប់ដល់